ប្រជាជនត្រូវការសន្តិភាពខ្ញុំត្រូវរុលចូលទៅចរចាចូលទៅតំបន់គ្រោះថ្នាក់ដើម្បីរកសន្តិភាពខ្ញុំបានប្រាប់ម្ដាយខ្ញុំថាបើសិនជាស្លាប់តែខ្ញុំនឹងអ្នកទៅជាមួយខ្ញុំប្រហែលអ្នកប៉ុណ្ណោះប៉ុន្តែបើបានមកវិញបានផែនដីទាំងមូលនេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃដំណើរដាក់ជីវិតចូលទៅកាន់សម្បុកក្រុមឧទាមខ្មែរក្រហមជាលើកដំបូងដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាសម្ដេចបានធ្វើដំណើរជួបមេដឹកនាំខ្មែរក្រហមគ្រប់គ្រងនៅប៉ៃលិនលោកអៀងសារីនៅថ្ងៃទី$22ឆ្នាំ1996ដែលដំណើរជាលើកដំបូងចូលទៅសម្បុកក្រុមឧទាមខ្មែរក្រហមគឺក្នុងពេលដែលក្រុមកម្លាំងខ្មែរក្រហមនៅពេលនោះនៅមិនទាន់បានធ្វើសមាហរណកម្មនៅឡើយនោះទេនឹងព្រឹត្តិការណ៍នោះហើយបានធ្វើឲ្យក្រុមគ្រួសាររបស់សម្ដេចបានសម្ដែងក្តីបារម្ភសម្ដេចតេជោ ហ៊ុនសែនបានមានប្រសាសន៍កាលពីឆ្នាំ2018នៅក្នុងពិធីសម្ពោធដែលមានឈ្នះរំលឹកនៅព្រឹត្តិការណ៍ពីអតីតកាលប្រាប់ក្រុមគ្រួសារវិញថាបើសិនជាមានគ្រោះថ្នាក់គឺមានតែត្រឹមសម្ដេចនិងអ្នកធ្វើដំណើរទៅជាមួយតែប៉ុណ្ណោះប៉ុន្តែបើសិនជាជោគជ័យនោះវិញគឺកម្ពុជានឹងទទួលបានសន្តិភាពទាំងមូលទាំងម្ដាយបង្កើតទាំងម្ដាយធំបានចូលទៅក្នុងបន្ទប់របស់ខ្ញុំហើយប្រាប់ខ្ញុំថាឯងចូលទៅក្នុងតំបន់របស់គេតើមិនបាច់មិនខ្លាចគេបាញ់សម្លាប់ទេអីពេលនោះខ្ញុំបានឆ្លើយជាមួយនឹងម្ដាយខ្ញុំថាប្រសិនបើស្លាប់ក៏ស្លាប់តែខ្ញុំនឹងអ្នកទៅជាមួយខ្ញុំតែប្រមាណអ្នកតែប៉ុណ្ណោះប៉ុន្តែប្រសិនបើបានមកវិញគឺបានផែនដីទាំងមូលតែម្ដងដោយការគិតអ្វីក៏បានកើតឡើងសម្រាប់ជាតិរបស់យើងរយៈកាល20ឆ្នាំរួចមកហើយដំណើររបស់សម្ដេចតេជោ ហ៊ុនសែននៅថ្ងៃទី$22ឆ្នាំ1996គឺជាដំណើរទស្សនកិច្ចមួយក្នុងស្ថានភាពកំពុងតែពុះកញ្ជ្រោលខ្លាំងក្លាដែលមានការប្រឈមមុខដាក់គ្នារវាងខ្មែរក្រហមប៉ៃលិននិងខ្មែរក្រហមអន្លង់វែងក្រោមល្បិចរៀបចំដ៏ប៉ិនប្រសប់នៃយុទ្ធសាស្ត្រ defeat នៃនយោបាយឈ្នះដើម្បីការស្វែងរកការបញ្ចប់សង្គ្រាមតាមរយៈធ្វើឲ្យកម្លាំងសត្រូវបែកបាក់និងចុះខ្សោយដំណើរទស្សនកិច្ចក្នុងពេលនោះគឺក្នុងរង្វង់ហេតុការណ៍ដែលល្បិចយុទ្ធសាស្ត្រ defeat បានធ្វើឲ្យជួរមេដឹកនាំខ្មែរក្រហមបានបែកខ្ញែកគ្នាដែលពេលនោះបានធ្វើឲ្យក្រុមខ្មែរក្រហមតាមកងពលខ្លះនិងតាមអង្គភាពប្រយុទ្ធមួយចំនួនបានស្ទាក់ស្ទើរក្នុងចិត្តក្នុងការតើត្រូវងាកទៅគ្រប់គ្រងក្រុមខ្មែរក្រហមប៉ៃលិនរបស់លោកអៀងសារីឬក៏ត្រូវងាកទៅកាន់ក្រុមខ្មែរក្រហមអន្លង់វែងដែលគ្រប់គ្រងដោយប៉ុល ពត តាមុក ខៀវ សំផន និងនួន ជាក្នុងស្ថានភាពដែលក្រុមខ្មែរក្រហមកំពុងបែកបាក់គ្នានោះហើយប្រមុខដឹកនាំនយោបាយឈ្នះមិនបានបញ្ឈប់នៅនយោបាយស្វែងរកសន្តិភាពនិងបញ្ចប់សង្គ្រាមឡើយសម្ដេចត្រូវគេឃើញថាបានធ្វើដំណើរចូលទៅកាន់សម្បុកខ្មែរក្រហមដោយគ្មានភាពរួញរាឡើយតើអ្នកធ្វើដំណើរជាមួយនឹងសម្ដេចតេជោចូលទៅក្នុងសម្បុកខ្មែរក្រហមនៅតំបន់ប៉ៃលិនថ្ងៃទី$22ឆ្នាំ1996នោះមានអ្នកណាខ្លះដំណើររបស់សម្ដេចតេជោ ហ៊ុនសែនទៅកាន់តំបន់សម្បុកខ្មែរក្រហមតែងអមដំណើរជានិច្ចកាលដោយវត្តមានសម្ដេចវិជ័យសេនាទាបាញ់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនិងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួររាជរដ្ឋាភិបាលនិងកងយោធពលខេមរៈភូមិន្ទប៉ុន្តែដោយឡែកនៅមានអង្គរៈពិសេសចំនួន12នាក់ទៀតដែលជាកងការពារពិសេសតែងធ្វើដំណើរអមការពារជាប់ជាប្រចាំដើម្បីការពារសុវត្ថិភាពដល់សម្ដេចតេជោ ហ៊ុនសែន
តើអង្គរៈពិសេសទាំង12នាក់ដែលការពារសម្ដេចតេជោក្នុងពេលដ៏លំបាកនោះមានអ្នកណាខ្លះអង្គរៈពិសេសដែលស្ថិតក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងរួមមានថ្នាក់ឧត្តមសេនីយ៍និងវរៈសេនីយ៍ដូចជាលោកឆាយសារ៉េតលោកខួនសមិទ្ធលោកដិនទីលោកយួនតារាលោកភៀបរដ្ឋាលោកឈិនទូចលោកអានច័ន្ទសរឿនលោកពុតសំតលៈលោកហូតណារ៉ុំលោកស៊ុំសាយលោកតបសំអននិងលោកលីរតសុខាលោកខួនសមិទ្ធដែលបច្ចុប្បន្នទទួលតំណែងជាឧត្តមសេនីយ៍ឯកនៃមេបញ្ជាការរងកងកម្លាំងអង្គរៈរបស់សម្ដេចតេជោហ៊ុនសែនបានថ្លែងរៀបរាប់បញ្ជាក់ឈ្មោះយុទ្ធមិត្តនៃកម្លាំងអង្គរៈពិសេសទាំង12រូបដែលស្ថិតក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងកាលនឹងដឹកនាំផ្ទាល់ដោយអាដាមនាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងកាលនឹងលោកជាអាដាមរីតូទេមានខ្ញុំខួនសមិទ្ធឆាយសារ៉េតដិនទីយួនតារាអានច័ន្ទសរឿនពុតសំតលៈភៀបរដ្ឋាឈិនទូចហួតនរ៉ុំនិងស៊ុំសាយតបសំអនហើយនិងលីរតសុខាបាទក្នុងចំណោម12អ្នកហ្នឹងតើឥឡូវហ្នឹងនៅសល់តែការពារសម្ដេចបច្ចុប្បន្នហ្នឹងសល់ប្រហែលនេះហើយអ្នកដទៃទៀតគេនៅឯណាបាទឥឡូវនេះនៅសល់ការពារសម្ដេចនេះ3នាក់4នាក់ទាំងឯកឧត្តមមេបញ្ជាការរបស់ខ្ញុំឯកឧត្តមហ៊ីមហៀងគាត់នឹងគ្រប់គ្រងពីលើហើយម្នាក់ទៀតគេនៅពុទ្ធហាត់បាទស៊ុំសាយហើយម្នាក់ទៀតគាត់ចូលនិវត្តន៍ឯកឧត្តមដិតទីបាទហើយក្រៅហ្នឹងគាត់បានទទួលមន្តអាការអស់ហើយក្នុងរយៈកាលជាង2ឆ្នាំនៃដំណើរស្វែងរកសន្តិភាពបើសិនជាមានការភ្លៀងភ្លាត់តែបន្តិចណាមួយនៅពេលនោះកម្ពុជានឹងមិនមានរូបភាពសន្តិភាពនិងការអភិវឌ្ឍដោយបច្ចុប្បន្ននេះឡើយលោកខុនសមិទ្ធបានថ្លែងថាភារកិច្ចជាអង្គរៈដែលតែងស្ថិតនៅការពារជុំវិញប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងពេលធ្វើដំណើរឆ្លងកាត់ឧបសគ្គនានានិងថែមទាំងបានចូលក្នុងសម្បុកក្រមឧទាមខ្មែរក្រហមទៀតនោះគឺមិនមែនជារឿងសាមញ្ញធម្មតានោះទេការស្ម័គ្រចិត្តលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីការពារប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលស្វែងរកសន្តិភាពគឺជាកាតព្វកិច្ចដែលត្រូវតែបំពេញនិងលោកបានថ្លែងថាដំណើររបស់សម្ដេចតេជោហ៊ុនសែនក្នុងអតីតកាលសម័យស្វែងរកសន្តិភាពនោះមិនដែលបានជួបនឹងភាពភ្លៀងភ្លាត់ណាមួយនោះឡើយលោកខុនសមិទ្ធបានរំលឹកនៅព្រឹត្តិការណ៍មួយដែលលោកនិងកម្លាំងអង្គរៈបានធ្វើដំណើរចុះជាលើកដំបូងការពីសម្ដេចចូលទៅក្នុងសម្បុកក្រុមកម្លាំងខ្មែរក្រហមនាភាគពាយ័ព្យប្រទេសជារឿងមួយដែលខ្ញុំទៅចងចាំមួយជីវិតរបស់ខ្ញុំមុននឹងឡើងអភិមធម្មវិជ្ជៈសម្ដេចលោកមានប្រសាសន៍ប្រាប់ទៅសម្ដេចជ័យសេនាធិបាញ់គាត់មានពាក្យមួយគឺខ្ញុំចាំមួយជីវិតរបស់ខ្ញុំគាត់ថាបាញ់គាត់ហៅសម្ដេចថាបាញ់ឯងបាញ់ឯងពេលដែលចុះលើយន្តហោះបាញ់ឯងនៅក្រោយខ្នងមិត្តទុកឲ្យមិត្តនៅគៀកខ្ញុំស្រួលការពារខ្ញុំនេះជាពាក្យពិតរបស់គាត់ពេលដែលចុះទៅហ្នឹងគឺយើងមានការបារម្ភតែក៏អត់បញ្ហាព្រោះយើងទៅមានការសហការល្អហើយតែក្រុមការដឹកនាំបញ្ជាផ្ទាល់បាយដំនាយឧត្តមស្រីហ៊ីងហៀងអញ្ចឹងចុះទៅគឺយើងការពារគាត់បានក្រុមការងារយើងការពារគាត់បានដោយសុវត្ថិភាពអញ្ចឹងមានរូបថតមួយសន្លឹកដែលថតទៅហ្នឹងឃើញអាយដាមអ៊ីងសេរីនិងសម្ដេចលោកចាប់ដៃគ្នាហ្នឹងហើយឃើញរូបខ្ញុំនៅទៅហ្នឹងហើយដោយសម្ដេចលោកនៅពីក្រោយរដ្ឋមន្ត្រីការវិជាតិហ្នឹងណាគេឆ្ងល់ក៏ប៉ុន្តែនេះជាភារកិច្ចអង្គរៈដែលមានការដាំផ្ញើពីសម្ដេចរួចទៅហើយអញ្ចឹងសម្ដេចលោកយល់សម្ដេចខ្ញុំហ្នឹងអាយដាមទីបាញ់លោកយល់នេះជាការជួបលោកអ៊ីងសេរីលើកដំបូងបំផុតបាទពេលហ្នឹងចឹងជារឿងប្រវត្តិសាស្ត្រមួយហើយរូបថតនេះគឺមិនមែនចេះដូចយើងឥឡូវមានទូរស័ព្ទថតអីសិល្បៈអត់ទេនេះរូបថតសល់កេរមរតកពីជំនាន់អាកាពេជំនាន់អីទេថតនោះយើងអត់មានរូបថតអីទេទើបឥឡូវទេបាត់ចេញមកយោងតាមឯកសារនិងសភៅយុទ្ធសាស្ត្រ Defeat ព្រឹត្តិការណ៍បំបីសម្បុកខ្មែរក្រហមដ៏ធំនាភាគពាយ័ព្យប្រទេសបានលេចឡើងខ្លាំងបំផុតក្នុងខែសីហាឆ្នាំ1996ឯកសារបានបង្ហាញថាវិទ្យុសំឡេងកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហមប៉ុលពតនៅអន្លង់វែង
ក្រោយការដឹងថាមានកម្លាំងខ្មែរក្រហមប៉ៃលិនចង់បំបីខ្លួនចេញពីក្រុមមិនលងវែងនោះពួកគេបានផ្សាយនាដើមខែសីហាឆ្នាំ1996ដោយប្រើសម្ដីវាយប្រហារនិងថ្កោលទោសដល់មេដឹកនាំខ្មែរក្រហមនៅប៉ៃលិនការផ្សាយរបស់វិទ្យុខ្មែរក្រហមនៅពេលនោះបានចោទប្រកាន់លោកអៀងសារីដែលកំពុងដេកសម្រាកព្យាបាលជំងឺនៅពេលនោះថាលោកជាជនក្បត់ជាតិលោកអៀងសារីក្នុងសេចក្តីប្រកាសមួយរបស់ខ្លួនក្នុងខែសីហាដដែលនោះលោកបានបដិសេធការផ្សាយរបស់វិទ្យុក្រុមខ្មែរក្រហមមិនលងវែងជុំវិញការចោទប្រកាន់នៅអំពើក្បត់ជាតិនោះលោកអៀងសារីពេលនោះបានប្រកាសមកវិញថាទោះបីជាលោកព្យាបាលមិនទាន់ជាសះស្បើយមែនប៉ុន្តែលោកបានសម្រេចចិត្តថានឹងបន្តការដឹកនាំនយោបាយនៅប៉ៃលិនវិញដោយការផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហមមិនលងវែងនៅក្នុងខែសីហាឆ្នាំ1996នោះហើយកម្លាំងខ្មែរក្រហមនៅប៉ៃលិនបានប្រកាសផ្ដាច់ខ្លួនចេញពីក្រុមខ្មែរក្រហមប៉ុលពតក្នុងព្រឹត្តិការណ៍ខែសីហាដដែលនោះផងទៀតខាងតំណាងខ្មែរក្រហមពីនលងវែងបានព្យាយាមចង់រកការផ្សះផ្សាឡើងវិញប៉ុន្តែរូបភាពនៃការចោទប្រកាន់របស់ប៉ុលពតដែលបង្កនូវភាពសង្ស័យនោះมันអាចធ្វើឲ្យលោកអៀងសារីងាកទៅរកប៉ុលពតឬក្រុមដែលស្មោះត្រង់នឹងគាំទ្រប៉ុលពតនោះឡើយបើទោះបីជាបានបដិសេធថាលោកមិនបានក្បត់នោះក៏ដោយការចោទប្រកាន់របស់ខ្មែរក្រហមមិនលងវែងដាក់លើលោកអៀងសារីនៅពេលនោះបានធ្វើឲ្យមានភាពរំជើបរំជួលក្នុងបណ្ដាកងកម្លាំងខ្មែរក្រហមនៅក្នុងកងពលលេខ415ប៉ៃលិន450ម៉ាឡៃ250ស៊ីសផុនខាងត្បូងនិង519នៅស៊ីសផុនខាងជើងប៉ុន្តែក្រោយមកកម្លាំងទាំងឡាយនោះបានងាកមកគាំទ្រលោកអៀងសារីវិញលោកអៀងសារីក្នុងសេចក្តីប្រកាសថ្ងៃទី15សីហាឆ្នាំ1996បានលាតត្រដាងតបទៅវិញនៅអំពើផ្ដាច់ការរបស់ប៉ុលពតពីអតីតកាលដែលមានការសម្លាប់របស់ប៉ុលពតនោះលើក្រុមបញ្ញវន្តខ្មែរដែលមកពីក្រៅប្រទេសនិងអំពើបោសសម្អាតផ្ទៃក្នុងបច្ចុប្បន្នច្រើនដោយសារតែការសង្ស័យរបស់ប៉ុលពតថាពួកគេគឺជាខ្មាំងបង្កប់នៃភ្នាក់ងារ CIA អាមេរិកនិង KGB នោះជាដើមដំណើររបស់សម្ដេចតេជោហ៊ុនសែននាពេលដំបូងទៅកាន់ប៉ៃលិននាពេលនោះបានទទួលការស្វាគមន៍ពីមេដឹកនាំលោកអៀងសារីលោកឧត្តមសេនីយ៍អ៊ីឈៀនដែលពេលនោះលោកគឺជាមេបញ្ជាការគ្រប់គ្រងកងកម្លាំងនៅប៉ៃលិននិងលោកឧត្តមសេនីយ៍សុខភាពដែលនៅពេលនោះដែរគឺជាមេបញ្ជាការខ្មែរក្រហមដ៏ធំម្នាក់នៅក្នុងតំបន់ភាគភាគយ៉រប្រទេសកម្ពុជាយោងតាមលិខិតថ្លែងសន្ទរកថាមួយរបស់លោកឧត្តមសេនីយ៍អ៊ីឈៀនថ្ងៃទី22ដុល្លារឆ្នាំ1996ដែលបានថ្លែងក្នុងនាមចលនាបង្រួបបង្រួមជាតិនាពេលនោះលោកបានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅដល់ដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកាលនោះសម្ដេចគឺជានាយករដ្ឋមន្ត្រីទី2លោកឧត្តមសេនីយ៍អ៊ីឈៀនក្នុងសន្ទរកថាដដែលបានបញ្ជាក់ថាការដែលសម្ដេចបានអញ្ជើញមកដល់ទីក្រុងប៉ៃលិនគឺជាការបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជាមានឯករាជ្យនិងថាកម្ពុជាគឺជាទឹកដីតែមួយគត់គ្មានអ្នកណាមកបែងចែកបានឡើយសម្ដីបញ្ជារបស់លោកឧត្តមសេនីយ៍អ៊ីឈៀននៅពេលនោះគឺជាសម្ដីលើកដំបូងហើយរបស់មេទ័ពកំពូលនៅក្នុងតំបន់ប៉ៃលិនដែលមុននេះសង្គ្រាមរវាងទាហាននៃអតីតរដ្ឋាភិបាលជាមួយនឹងកម្លាំងក្រុមខ្មែរក្រហមនៅប៉ៃលិននោះបានធ្វើឲ្យមានមនុស្សស្លាប់និងរបួសច្រើនពាន់នាក់ទាំងសងខាងដំណើររបស់សម្ដេចតេជោហ៊ុនសែនទៅកាន់តំបន់ប៉ៃលិនលើកដំបូងនេះពេលនោះគឺនៅបន្ទាប់ពីការដាក់ចេញបទឈប់បាញ់គ្នាទៅបានរយៈពេល2ខែលោកឧត្តមសេនីយ៍អ៊ីឈៀនបានថ្លែងក្នុងសន្ទរកថាស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនោះបានបញ្ជាក់ថាការឈប់បាញ់គ្នារយៈពេល2ខែមកនេះបានធ្វើឲ្យកម្លាំងខ្មែរក្រហមរបស់លោកនៅប៉ៃលិនមានសេចក្តីរីករាយពេញចិត្តដោយរំពឹងការលែងបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរ
នឹងលោកបានរំពឹងរកការបង្រួបបង្រួមជាតិផ្សះផ្សាជាតិនិងបញ្ចប់សង្គ្រាមតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនក្នុងខែតុលាឆ្នាំ1996នោះហើយគឺកម្លាំងខ្មែរក្រហមនៅប៉ៃលិនក្រោយមកបានធ្វើសមារណកម្មនៅថ្ងៃទី6វិច្ឆិកាឆ្នាំ1996ក្រោមអធិបតីភាពសម្ដេចពិជ័យសេនាធិបតីសម្ដេចតេជោហ៊ុនសែនក្រោយមកទៀតនៅថ្ងៃទី12ខែធ្នូឆ្នាំ1996បានបំពេញទស្សនកិច្ចក្នុងតំបន់ខ្មែរក្រហមនៅទឹកសុទ្ធសម្លូតថែមទៀតដែលជាដំណើរទស្សនកិច្ចបង្កភាពកក់ក្ដៅកាន់តែខ្លាំងដល់កម្លាំងខ្មែរក្រហមផ្ដាច់ខ្លួនចេញពីក្រមអន្លង់វែងបន្ទាប់ពីការធ្វើសមារណកម្មកម្លាំងខ្មែរក្រហមនៅប៉ៃលិននោះរួចមកនឹងការបន្តអនុវត្តគោលនយោបាយឈ្នះឈ្នះដើម្បីរកការបញ្ចប់សង្គ្រាមក្នុងតំបន់អន្លង់វែងទៀតនោះគឺនៅថ្ងៃទី29ធ្នូឆ្នាំ1998បណ្ដាជួរមេដឹកនាំខ្មែរក្រហមទាំងអស់បាននាំគ្នាមកចុះចូលជាមួយនឹងរាជរដ្ឋាភិបាលដែលជាសញ្ញាចុងបញ្ចប់នៃការរំសាយអស់ទាំងស្រុងនៅកម្លាំងក្រុមឧទាមខ្មែរក្រហមនិងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដែលមានរយៈពេលសរុប28ឆ្នាំកន្លងមកនោះការធ្វើឲ្យប្រទេសជាតិបានសុខសាន្តក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យពិភពលោកមានការកោតសរសើរស្ញប់ស្ញែងជាខ្លាំងតំណាងប្រទេសមួយចំនួនបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីស្វែងយល់ដឹងនិងដកពិសោធន៍ជុំវិញនយោបាយឈ្នះឈ្នះដែលបំបត្តិសង្គ្រាមស៊ីវិលនិងការនាំមកនូវឯកភាពជាតិជាលើកដំបូងដល់ប្រទេសកម្ពុជាដែលមិនធ្លាប់មានក្នុងរយៈពេល500ឆ្នាំចុងក្រោយនេះឡើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានោះលោកខួនសមិទ្ធនៃក្រុមអង្គរៈពិសេសលោកបានថ្លែងបញ្ជាក់ចុងក្រោយថាលោកមានមោទនភាពណាស់ដែលទទួលបានការទុកចិត្តក្នុងការប្រគល់ភារកិច្ចដើម្បីការពារប្រមុខរាជរដ្ឋាភិបាលដែលពិភពលោកបានទទួលស្គាល់ថាសម្ដេចតេជោពិតជាវីរៈជនពិតប្រាកដនៃការធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពសាលឡើងវិញតាមរយៈគោលនយោបាយឈ្នះឈ្នះខ្ញុំមានមោទនភាពណាស់ចំពោះខ្លួនខ្ញុំក៏ដូចជាគ្រប់គ្រួសាររបស់ខ្ញុំមកពុកម្ដាយរបស់ខ្ញុំដែលខ្ញុំមានសំណាងដែលបានមកការពារសម្ដេចនិងគ្រប់គ្រួសារនឹងចំណុចមួយហើយមួយទៀតខ្ញុំមានសំណាងមួយទៀតដែលខ្ញុំមានមេដឹកនាំខ្ញុំដ៏ល្អគឺអាដាមនេះដើម្បីហ៊ីងហៀងនិងអ្នកម្ដាយលោកជំទាវបច្ចនីដែលជាមេដែលជាម៉ែឪឪពុកម្ដាយទី2ដែលមានប្រតិបត្តិធម៌ល្អចំពោះកូនចៅគ្រប់រូបនៅក្នុងបញ្ជាការឋាននគរក៏ដូចជានៅក្នុងកងខេត្តប្រមិនក៏ដូចជាប្រជាពលរដ្ឋទាំងអស់លោកធ្វើតែអំពើល្អអប់រំកូនចៅឲ្យបានល្អជួយកូនចៅនិយាយរួមថាมันមានកម្ររស់សម្រាប់ទឹកចិត្តដ៏បរិសុទ្ធបាយដំនៃដំស្ដីទេបណ្ឌិតនិងលោកជំទាវបញ្ញនេះបាទខ្ញុំសំណាងណាស់ហើយសំណាងមួយទៀតគឺអរគុណដល់សម្ដេចពុកនិងអ្នកម្ដាយដែលបានអនុគ្រោះដែលបានជួយថែរក្សាកូនចៅដូចគាត់ជាព្រមហេតុធរអ្នកម្ដាយលោកពុកដ៏ល្អណាហើយបានមិនប្រកាន់កូនចៅមានខុសឆ្គងអីទួចអីចឹងទៅឧទាហរណ៍ធម្មតាតែងតែខុសឆ្គងកូនចៅណាចឹងគាត់មានតែក្តីបំណងប្រពន្ធអប់រំរហូតដល់កូនចៅមានថ្ងៃនេះ